សួស្តីម៉ាក់ថ្មីថ្មោងដូចខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំទិញអីវ៉ាន់ baby បានខ្លះហើយតោះចាំទៅទស្សនាក្នុងការ unboxing អីវ៉ាន់ baby ជាមួយខ្ញុំទាំងអស់គ្នាណាម៉ាក់ចារំភើបនៅពេលដែលខ្លាចទៅជាម៉ាក់ដំបងអញ្ចឹងណាចាដំបងគឺខ្ញុំទិញកសែងសម្រាប់ជូតមាត់ baby ចំនួន1ដុំគឺវាមាន5តមកទៀតខ្ញុំទិញ compress សម្រាប់គាច្រាំងអណ្ដាតរបស់ baby មួយកំប៉ុងហើយខ្ញុំទិញដូបទឹកដោះគោចំនួន2ចាគឺ MAC Pitchen ហើយបន្តមកទៀតគឺខ្ញុំបន្តមកទៀតនោះគឺខ្ញុំបានទិញថងចាថងហ្នឹងគឺសម្រាប់ច្រកបង្កកទឹកដោះនៅក្នុងទូទឹកកកអញ្ចឹងណាចំនួន1ដុំហើយនឹងទិញប៉ុងសម្រាប់លាងដូបទឹកដោះគោមួយឈុតចាមួយអេប៉ុងហើយនឹងខ្ញុំទិញសាប៊ូកក់សក់មួយដបទិញសាប៊ូលាងដបមួយដបហើយនឹងជាប្រភេទទៀតចាគឺជាប្រភេទសារ៉ូមប្រៃសម្រាប់លាងសម្បា baby អញ្ចឹងណាចាហើយវីដេអូនេះគឺរឿងលឿនទេបងអូនចាអានេះគឺជាប្រភេទលេលាបមុខហើយនឹងលាបខ្លួន baby ចាហើយនេះគឺជាសលៃត្បាល់ជារបស់ baby ហើយតទៅទៀតខ្ញុំទិញកធនសម្រាប់លាងដបទឹកដោះគោនឹងចំនួន2ចាដោយសារវាជាប្រភេទស៊ីលីកូតអញ្ចឹងងាយស្រួលពេលយើងឈប់ប្រើយើងបត់ទុកអញ្ចឹងទៅចាហើយបន្តមកទៀតគឺខ្ញុំទិញសលៃបិទទឹកដោះនៅពេលយើងមកបាយកូនហើយយើងមិនហ៊ាអញ្ចឹងខ្លាចប្រឡាក់អាយយើងទាញនឹងម្ដុំមកបន្តមកទៀតខ្ញុំទិញកាតាសើមម៉ាក់អូមីណូចំនួនម្ដុំធំគឺម្ដុំហ្នឹងវាមាន10អញ្ចឹងណាចាហើយអានេះគឺជាម៉ាស៊ីនបូមទឹកដោះចំនួន1គូគឺមួយឈុតហ្នឹងវាមាន1គូហើយនេះគឺជាថងសម្រាប់ច្រកខោអាវនៅពេលដែលយើងទៅសម្រាលទៅដាក់មួយថ្ងៃក្នុងហ្នឹងកុំឲ្យអ្នកនៅជាមួយយើងបាក់រោអញ្ចឹងណាចាទាំង baby ទាំងម៉ាក់តមកទៀតគឺខ្ញុំទិញសម្លៃខោទឹកនោមហ្នឹងណារបស់ម៉ាក់ចំនួន3ដុំចា3ដុំហ្នឹងគឺមាន6ខោចាតមកទៀតគឺខ្ញុំទិញកធុនសម្រាប់ងូតទឹក baby គឺប្រភេទ MAC Silicone គឺវាងាយស្រួលងូតទឹកអញ្ចឹងណាអត់ព្រួយអូនងូតទៅបោកក្បាលឈប់ខ្ញុំមានតំណែងល្អមួយចង់ណែនាំទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងណាផ្សិនបើបងប្អូនត្រូវការស្គរថ្នោតសុទ្ធហើយនឹងស្គរផែនទៅធ្វើស្នូលនំផ្លែអាយអីចឹងអាចតាក់ទងមកខ្ញុំបានចាដោយសារខ្ញុំអ្នកលក់អញ្ចឹងណាហើយធានាឲ្យសុទ្ធហ្មងបើត្រូវការអាចតាក់ទងមកខ្ញុំ